ប្រិមត្តជាទីគោរពកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ត្រូវបានចាប់ផ្ដើមហើយនៅខេត្តច័ន្ទបុរីប្រទេសថៃនៅវេលាម៉ោងប្រមាណជិត12ថ្ងៃត្រង់ថ្ងៃអង្គារទី21ខែតុលាឆ្នាំ2025នេះកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC បានចាប់ផ្ដើមហើយនៅខេត្តច័ន្ទបុរីប្រទេសថៃកិច្ចប្រជុំនេះមានរយៈពេល2ថ្ងៃគឺថ្ងៃទី21និង22តុលាបើយោងទៅតាមមន្ត្រីរដ្ឋលេខាធិការកិច្ចការព្រំដែនបានឲ្យដឹងថាកិច្ចប្រជុំនាព្រឹកនេះសមាជិកកម្ពុជាដឹកនាំដោយលោកឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃដោយមានសមាជិកអន្តរក្រសួងនិងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃចូលរួមផងដែរដោយឡែកសមាជិកថៃវិញដឹកនាំដោយលោកប្រាសាវិនិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃកម្ពុជានិងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀតកិច្ចប្រជុំនឹងជជែកពិភាក្សាលើរបៀបវារៈសំខាន់ចំនួន2រួមមានទី1ពិនិត្យនិងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី6នៅភ្នំពេញដែលបានធ្វើឡើងកាលពីថ្ងៃទី14រហូតដល់ថ្ងៃទី15ខែមិថុនាឆ្នាំ2025ទី2កិច្ចពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC នៅខេត្តកោះកុងកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025កិច្ចប្រជុំក៏នឹងពិភាក្សាលើរបៀបវារៈផ្សេងទៀតពាក់ព័ន្ធទៅនឹងកិច្ចការព្រំដែនផងដែរសូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនាព្រឹកថ្ងៃនេះភាគីទាំងពីរនឹងពិនិត្យពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនិងកិច្ចប្រជុំពេញអង្គហើយរបៀបវារៈនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃព្រឹកនេះគឺជាការបង្ហាញនូវកិច្ចប្រឹងប្រែងមួយរវាងកម្ពុជានិងថៃដើម្បីដោះស្រាយនៅបញ្ហាព្រំដែនរវាងប្រទេសទាំងពីរសូមគូសរំលឹកផងដែរថាគ្រាដែលមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាថៃរៀបចំកិច្ចប្រជុំជជែកលើបញ្ហាព្រំដែននោះនៅចម្ងាយជាង200ម៉ែត្រពីទីតាំងនៃកិច្ចប្រជុំមានប្រជាពលរដ្ឋថៃប្រមាណ20នាក់បានចេញមកតវ៉ាមិនចង់ឲ្យមានកិច្ចប្រជុំនេះឡើយ